តកតងជាមួយនឹងប៊ូស៊ីគឺវាមាន6កម្រិតប៊ូស៊ីប្រភេទ original តែបើប៊ូស៊ី copy ពិបាករឿងបែងចែកកម្រិតបងប្អូនប៊ូស៊ី copy ដោយសារគេធ្វើទៅតាមតម្រូវការរបស់អតិថិជនកំងប៊ូស៊ីធម្មតាប៊ូស៊ីរៀងគុណភាពរៀងគ្រាន់បើប៊ូស៊ីរៀងល្អប្រហែលoriginal ឬថាខុសគ្នាត្រឹម60 40ឬក៏30%អីអាហ្នឹងគឺអាស្រ័យទៅលើតម្រូវការរបស់អតិថិជនប៉ុន្តែបើ original គេផលិតមកគឺតាមគោលការណ៍ឬក៏តាមការសម្រេចរបស់ក្រុមហ៊ុនរបស់រោងចក្រអញ្ចឹងគេវាមានចំនួន6កម្រិតតាមពិតខ្ញុំធ្លាប់បានចែកចម្លែកវីដេអូតាក់ទងជាមួយនឹង Boosie កម្រិតទាំង6នេះរួចហើយប៉ុន្តែឥឡូវខ្ញុំសូមចែករំលែកម្ដងទៀតBoosie 6កម្រិតហ្នឹងមានពីដំបូង Boosie ចំនួនទី1គេហ្នឹងគេឲ្យឈ្មោះថា Boosie Standard ឬក៏អង់គ្លេសគេថា Standard Spark Plug ខ្មែរយើងគេថា Boosie កម្រិត Standard អាហ្នឹងកម្រិតទី1ហើយកម្រិតទី1ហ្នឹងគឺអត់មានបែងចែកលេខទូលេខធំឬក៏ទី1ទី2អីទេចូលដល់កម្រិតទី2គឺ Boosie ប្រភេទគេហៅCooper ហ្នឹងគឺប្រភេទ Boosie Span Boosie Span ហ្នឹងក៏អត់មានបែងចែក1 2 3អីទេគឺអត់មានទេមានតែមួយប្រភេទទេមួយប្រភេទបងប្អូនកុំច្រឡំមួយប្រភេទមិនមែនBoosie លេខកូដតែមួយហើយប្រើគ្រប់ឡានទាំងអស់ទេមួយប្រភេទបានន័យថានៅក្នុងប្រភេទ Cooper ឬក៏ប្រភេទ Span ហ្នឹង Boosie គេអត់មានបែងចែកថាអាល្អឬក៏គ្រាន់បើឬក៏អីអត់មានទេឬក៏លេខ1លេខ2អត់មានទេរហូតចូលទៅដល់ Nickel អាហ្នឹងជាចំនួនទី3ឬក៏កម្រិតទី3 Nickel បានចាប់ផ្ដើមមានការបែងចែកវាប្រភេទ original ប៉ុន្តែវានៅតែមានការបែងចែកវា update ដូចឧទាហរណ៍បងប្អូនដែលធ្លាប់ប្រើទូរស័ព្ទអញ្ចឹងណា iPhone 11 12គេ update កាមេរ៉ា update ថ្ម update software អីវាអត់ខុសគ្នាទេបងប្អូនគឺវាបែងចែកអញ្ចឹងដែរប្រភេទ Nickel មាន Nickel ធម្មតាហើយនិង Nickel TT Nickel TT គុណភាពវារៀងគ្រាន់បើជាងNickel ធម្មតាហើយបងប្អូនអាចឆ្ងល់ថាគ្រាន់បើហ្នឹងមិនវាដូចអា copy មិនមែនអា Nickel ធម្មតាហើយអា Nickel TT ហ្នឹងមិនវាល្អជាងវាប្រភេទអាស៊ីនប្រភេទ original ហ្នឹងមិនមែនអញ្ចឹងទេបងប្អូនប្រភេទ Nickel ធម្មតាគឺស៊ីន original គុណភាពល្អប៉ុន្តែការប្រើប្រាស់វាបានតិចជាងអា Nickel TT គេ update មកឲ្យវាប្រសើរជាងមុនបន្តិចអញ្ចឹងកន្លែងហ្នឹងបងប្អូនកុំឲ្យឆ្ងល់ហើយការប្រើប្រាស់ទៅលើឡានគឺវាមានតាមលេខកូដដូចគ្នាដូចចំនួនStandard ឬក៏ចំនួន Cooper ឬក៏ចំនួន Span អញ្ចឹងដែរឥឡូវកុំឲ្យវិញឆ្ងាយបងប្អូនចូលដល់ចំណុចទី3ហើយមានStandard មាន Span ហើយនឹងមានប្រភេទ Nickel 3កម្រិតឬក៏3ចំនួនហើយចូលដល់ចំនួនទី4គេឲ្យឈ្មោះថា Platin ឬក៏ Platinum ហ្នឹងPlatin ក៏មាន Platin ធម្មតាហើយនិង Platin TT Platin ធម្មតាការប្រើប្រាស់រៀងគ្រាន់បើជាង Nickel បន្តិច Nickel TT បន្តិចហើយដល់ពេល Platin TT គឺវាគ្រាន់បើជាង Platin ធម្មតាបន្តិចហើយគេអាប់ដេតដូចគ្នាដូចចំនួន Nickel អញ្ចឹងអាហ្នឹងដល់ចំនួនទី4ហើយចំនួនទី5គឺប្រភេទ Iridium មានច្រើនបែងចែកទូចមាននេះ Iridium TT Iridium Long Line បែងចែកច្រើនជាង Platin បន្តិចដែរIridium Long Line ប្រើប្រាស់បានគ្រាន់បើជាង Iridium ធម្មតាហើយមាន Iridium Power វាប្រហែលនឹង Iridium ធម្មតាហើយចំណែកមួយទៀតគឺប្រភេទ Iridium TT ព្រោះអា TT ហ្នឹងមានកន្ទុយតាំងពីចំនួន Nickel មកម្លេះអញ្ចឹងដល់ចំនួនទី5នេះអាប្រភេទ Iridium ហ្នឹងគឺមាន3 Iridium ធម្មតាឬក៏ Iridium Power ហ្នឹងហើយនឹង Iridium TT Iridium Long Line រហូតដល់ចុងក្រោយមួយទៀតនោះគេឲ្យឈ្មោះថា Iridium Touch អាហ្នឹងខ្ញុំ focus ឬក៏ផ្ដោតទៅលើក្រុមហ៊ុនឬក៏រោងចក្រ Denso ដែលគេមានបែងចែកឈ្មោះបែបហ្នឹងប៉ុន្តែ NGK មានខុសគ្នាបន្តិចពី Denso ព្រោះ NGK គេ Iridium គេឲ្យឈ្មោះថាLaser Iridium ឬក៏
idiom ix ហើយនឹងប្រភេទរាធានាមគេបែងចែកអញ្ចឹងវិញវាខុសគ្នាតែអ្វីដែលខ្ញុំចង់យកជាគោលហ្នឹងគឺជាគោលប្រភេទ Denso ក្រុមហ៊ុន Denso ហើយក្រុមហ៊ុនពីរហ្នឹងការប្រើប្រាស់វាមិនសូវខុសគ្នាទេគុណភាពដូចគ្នាទេហើយយើងយកមកតេស្តយកមកអីហ្នឹងគឺគីឡូអូមវាដូចគ្នាយើងគុណភាពវាអត់ខុសគ្នាទេអញ្ចឹងយើងអាចប្រើមួយណាក៏បានដែរបើបងប្អូនចង់បាន Zin អាពីរមុខហ្នឹងណាពីរក្រុមហ៊ុនហ្នឹងបងប្អូនប្រើមួយណាក៏បាននេះជាបទពិសោធន៍ដែលខ្ញុំឆ្លងកាត់អត់ជាបញ្ហាទេហើយសម្រាប់បងប្អូនដែលមានចម្ងល់ពាក់ព័ន្ធជាមួយនឹង Busi បងប្អូនអាចឆាតមកសួរតាម Facebook ឬក៏ទេមកសួរបានអត់ជាបញ្ហាទេមិនថាបងប្អូនទិញឬក៏មិនទិញឬក៏ចង់ទិញអីខ្លាចមានឆាតអត់អីទេព្រោះ page Facebook របស់123ហ្នឹងគឺជាយាមធ្វើវីដេអូចែករំលែកចំណេះដឹងតាក់ទងជាមួយនឹងឡានជាពិសេសគឺផ្ដោតសំខាន់ទៅលើ Busi សម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនឆ្ងល់អីបន្ថែមបងប្អូនអាចសួរបាន comment ក៏បានទេក៏បានឆាតក៏បានតែជាពិសេសលើកទឹកចិត្តឲ្យបងប្អូនឆាតព្រោះឆាតយើងអាចជជែកពេលទនេពេលអីគឺយើងអាចឆ្លើយឆាតបានអរគុណច្រើនបងប្អូនសម្រាប់វីដេអូនេះ